បាទជំរាបសួរទៅដល់បងអូនទាំងអស់គ្នាដែរតែបានចូលទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះដែរគឺខ្ញុំធ្វើការបង្ហាញពីរបៀបចូលមើល account Facebook របស់យើងតើមានអ្នកណាចូលទៅលួចចូលមើល account របស់យើងឬអត់អញ្ចឹងវិធីងាយទេហើយមុននឹងធ្វើការបង្ហាញនេះកុំភ្លេចជួយចុច subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបាទអូខេឥឡូវយើងកុំអោយខាតពេលយូរគឺយើងចូលមកកាន់កម្មវិធី app មួយដែលគឺជា app Facebook ហ្នឹងហើយអញ្ចឹងយើងធ្វើការចុច Facebook បាទពេលដែលយើងធ្វើការចុចទៅកាន់ Facebook ហើយគឺយើងមកមើលពាក្យកន្លែងគេដាក់ថា Property កន្លែងពាក្យថា profile នេះបាទអញ្ចឹងធ្វើការចុចកន្លែង profile នេះមកពេលដែលចុចធ្វើការចុចលើ profile នេះហើយគឺវានឹងធ្វើការចេញជារូបរាងបែបនេះបាទហើយបន្ទាប់មកគឺយើងមកមើលនៅលើខាងលើគេដាក់សញ្ញាត្រី3បាទអញ្ចឹងយើងអាចធ្វើការចុចលើត្រី3ហ្នឹងមកបាទអញ្ចឹងយើងធ្វើការអូសមកខាងក្រោមគឺគេដាក់ពាក្យថាsetting បាទកន្លែងកងចាក់នេះអញ្ចឹងយើងអាចធ្វើការចុចទៅលើពាក្យថា setting នេះមកបាទពេលដែលយើងចុចពាក្យថា setting គឺវាចេញទម្រង់បែបនេះបាទអញ្ចឹងគឺយើងធ្វើការចុចពាក្យថា setting បាទកន្លែងរូបមនុស្សនេះបាទបន្តមកទៀតគឺវានឹងចេញរូបរាងបែបនេះតែម្ដងបាទគឺអញ្ចឹងគឺយើងអាចធ្វើការចុចទៅលើទាំងសទាំងអស់នេះមកបាទតែខ្ញុំដាក់មកវាលើនេះអញ្ចឹងគឺយើងធ្វើការចុចលើវាមកបាទពេលដែលវាចុចធ្វើការចុចបែបហ្នឹងហើយគឺវានឹងចេញទម្រង់បែបនេះអញ្ចឹងជំហានដំបូងទៀតគឺយើងធ្វើការចុចទៅលើពាក្យថា password ICT នេះបាទអញ្ចឹងខាងលើហ្នឹងគឺយើងធ្វើការចុចមកបាទអញ្ចឹងគឺវាចេញបែបនេះគឺយើងទៅរកពាក្យថា Verigno បាទ login អ្នកកន្លែង login ណាអញ្ចឹងយើងធ្វើការចុចទៅលើពាក្យហ្នឹងមកអញ្ចឹងវានឹងចេញបែបនេះគឺមានន័យថាគឺ iPhone គេដាក់ពាក្យថា iPhone XR សម្រាប់ iPhone XR នេះគឺជាទូរស័ព្ទរបស់ខ្ញុំទេដែលកំពុងបង្ហាញនេះគឺ account របស់ខ្ញុំទេបាទទូរស័ព្ទដែលខ្ញុំចូលតាម account លើនេះទេអញ្ចឹងគឺចង់ដឹងគឺយើងធ្វើការចុចទៅលើ account នេះមកបាទវាចុចមកវានឹងចេញទៅលើម៉ាកទូរស័ព្ទដែលគេចូលលុចចូល account របស់យើងអញ្ចឹងយើងអាចមើលទៅលើទូរស័ព្ទបានថាមានអ្នកចូលឬក៏អត់អញ្ចឹងគេដាក់បាទនេះគឺ iPhone 15អញ្ចឹង iPhone 15នេះចូលម៉ោង 6:13 នាទីគឺមានន័យថាគាត់ចូល account របស់ខ្ញុំបាទអញ្ចឹង iPhone 15នេះហើយនេះគឺជា iPhone XR សម្រាប់ចូល account ខ្ញុំដែរហើយនេះគឺគេដាក់ថា iPhone XS Max បាទអញ្ចឹងបើទូរស័ព្ទខ្ញុំគឺ iPhone XR ទេហើយពេលនេះគឺមានន័យថាគេចូល account របស់ខ្ញុំហើយ account នេះគឺជាទូរស័ព្ទរបស់ខ្ញុំពីមុនទេដែលខ្ញុំធ្លាប់ចូលបាទអញ្ចឹងងាយស្រួលទេក្នុងការមើលបើអ្នកណាដែលកត់ចង់លុចចូលមើល account របស់យើងគឺយើងអាចទៅមើលលើទូរស័ព្ទហ្នឹងឃើញបាទជាក់ស្ដែងតែម្ដងបាទអញ្ចឹងការបង្ហាញមួយនេះគឺចប់តែប៉ុណ្្នឹងហើយកុំភ្លេចជួយចុច subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទ